កំពុងតែលើកអលាស់ហ្នឹងបងប្អូនមើលដឹងអត់ថាខ្ញុំកំពុងធ្វើអីគេគឺថាមកអលាស់សវកខងនឹងឯងថ្ងៃនេះបានមុខម្ហូបរៀងពិសេសដែរពួកកោឆាំងក្រងបន្ថែមជាមួយនឹងកញ្ឆែតខ្ចីនិយាយពីថាញ៉ាំទៅប្លែកមាត់ហ្មងពេលយើងញ៉ាំទៅគឺថាចេញជូរពីក្រងល្មមឆ្ងាញ់តែម្ដងពីអ្នកអូនរតនាគ្រាន់តែភ្លុះអស់ចឹងកន្លះចានរួចបាននិយាយពីថានៅផ្ទះនេះសវកខងអត់ខ្វះទេបងប្អូនហើយដែលត្រូវការក្រងអីអាចមកយកបានលក្ខណៈថាសវកកាច់ធំខ្លាំងមែនតើរួចបើមកសវកនេះវិញគឺថាឡើងខៀវស្ងាត់តែម្ដងបើសវកណានៅស្លឹកខៀវអញ្ចឹងបានន័យថានៅសល់ពងខ្លះហើយប៉ុន្តែបើសវកកាច់មកស្លឹកក្រហមគឺថាអត់មានដាក់នៅកធុនចេះហើយនិយាយពីថាមេវាឡើងមកខំយើងវិញហ្មងបើបានធុងពេត្រូទៅគឺថាស្រួលបាននិយាយពីផ្កាម្ដេញនេះគឺថាចំណីខ្មុំហ្មងលក្ខណៈថារោមឡើងពេញដើមហើយនេះគឺជាគ្រឿងផ្សំនិងក្រងយើងយកតាណាពងល្អមកហើយគ្រឿងគល់ល្ខិលក្រូចសើចរបស់ឈ្ងុយអីហ្នឹងដាក់ជំនួយដែរតើបងប្អូនកាន់តែច្រើនកាន់តែល្អហើយកំឡុងពេលហ្នឹងក៏ឆ្លៀតមកហាន់កញ្ឆែតយើងឲ្យហើយដែរយើងកាត់អាចុងចាស់ចេញទៅយើងយកតែខ្ចីល្អទេបងប្អូនដាក់ស្ងោរមើលតែបានមកពុះពីពុះអីហ្នឹងយើងចាប់ផ្ដើមបើកកុំប់ឲ្យប្រែវាដើម្បីឲ្យឆ្អិនសព្វល្អបាននិយាយពីកូនបើខ្ញុំវិញអំពុំមីងអើយចូលចិត្តតែស្លៀករ៉ូបហើយស្លៀកសពុតទេចង្កាលីខាឲ្យយំអត់ដឹងខ្លួនឯងធ្វើអីអត់ដឹងផងឲ្យច្រៀងឲ្យអំពុំមីងស្ដាប់មួយមកអំពូវិញអំពូមីងជួយដាក់បន្ទុកឲ្យផងថាកូនបើជ្រៀងហ្នឹងបានមិនបន្ទុកដែរសំខាន់បត់សំណប់ចិត្តគេចេះតែហ្នឹងទេកន្លែងមកមើលពោះគោយើងវិញបន្ទាប់ពីស្ងោរមើលតែផុយហើយហ្នឹងយើងចាប់ដើមស្រង់ចាញ់ហើយមកបកខ្មៅនេះចេញបងប្អូនស្រួលបកមែនតែនហ្មងបន្ទាប់ពីយើងលាងទឹកស្អាតហើយហ្នឹងឥឡូវយើងចាប់ដើមមកហាន់សាច់ជាចំណិតតូចល្មមញ៉ាំអញ្ចឹងទៅថ្ងៃនេះមានចម្រុះពី3មុខដែរប៉ុន្តែមុខមួយមុខនេះបងប្អូនយើងដាក់ជាមួយនឹងដាតគោឬក៏គ្រឿងក្នុងសាច់អីផ្សេងក៏បានដែរតាមចំណូលចិត្តយើងបន្ទាប់ពីហាន់សាច់ហើយហ្នឹងឥឡូវយើងចាប់ផ្ដើមមកឆាទាំងអស់គ្នាជាដំបូងខ្ញុំដាក់ខ្ទឹមសយើងមកលីងវាឲ្យឡើងក្រហមឈ្ងុយបន្តិចទៅខ្ញុំបន្ថែមម្ទេសបន្តិចដែរបន្ទាប់មកយើងដាក់សាច់យើងចូលតែម្ដងសាច់យើងឆ្អិនហើយអញ្ចឹងឆាយូរទេយើងចាប់ផ្ដើមដាក់គ្រឿងទេសចូលតែម្ដងមានទឹកត្រីប៊ីចេងស្ករសប្រេងខ្យងអីអញ្ចឹងទៅបងប្អូនបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមដាក់អង្ក្រងយើងចូលតែម្ដងមានពងក្រងពងអីអញ្ចឹងទៅកាន់តែឆ្ងាញ់ហើយយើងចាប់ផ្ដើមឆាគ្រឿងទាំងអស់ហ្នឹងឲ្យចូលសព្វគ្នាបន្តិចខ្ញុំបន្ថែមជាមួយនឹងទឹកស្អាតចូលដើម្បីកុំឲ្យវាគោកពេកមើលតែសាច់ព្រោះយើងចូលជាតិគ្នាសព្វល្អហើយហ្នឹងយើងដាក់កញ្ឆែតចូលតែម្ដងកញ្ឆែតថ្ងៃនេះគឺថាមានលក់តែប៉ុណ្្នឹងឯងអត់មានខ្ចីល្អទេបើថាបានខ្ចីលក់ហ្នឹងកាន់តែឆ្ងាញ់កន្លែងនេះបងប្អូនបើសិនជាចង់បានរៀងទឹកច្រើនជាងហ្នឹងអាចបន្ថែមទឹកបានហើយមួយទៀតពោះគោយើងត្រូវប្រកាសថារៀងផុយបានយើងយកមកឆាទៅញ៉ាំទៅវាឆ្ងាញ់អញ្ចឹងបើថានៅរៀងស្វិតក៏មិនសូវជាសម្រាប់បងប្អូនដែលចូលចិត្តរៀងហឹរអីហ្នឹងអាចដាក់ម្ទេសតាមចំណូលចិត្តបានកាន់តែឆ្ងាញ់ញ៉ាំអស់ហើយអំពូមិញញ៉ាំមួយទៀតដែរញ៉ាំមួយបាយទៀតក៏កាន់តែឆ្ងាញ់ដែរនេះសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនបងប្អូនតាណាមណាសូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយ